ស្ដីបងប្អូនទាំងគ្នាឥឡូវនេះគឺខ្ញុំកំពុងតែជិះឡានឈ្នួលទៅខេត្តបាត់ដំបងដើម្បីលេងបេះដូងពេលខ្ញុំជិះឡានឃើញទេសភាពស្អាតក៏ថតទុកផុសទៅហើយខ្ញុំជាទូទៅពេលជិះឡានគឺខ្ញុំមិនសូវជាគេងទេខ្ញុំតែងតែអង្គុយមើលទេសភាពតាមដងផ្លូវមានអីខ្លះបើយើងជិះឡានពីភ្នំពេញមកដល់បាត់ដំបងនេះគឺកាត់ខេត្តកណ្ដាលកំពង់ឆ្នាំងពោធិ៍សាត់ហើយបានដល់បាត់ដំបងគឺយើងឃើញថានៅតាមផ្លូវភាគច្រើនគឺគេដាំស្រូវប៉ុន្តែបើយើងធ្វើដំណើរពីឧត្តរមានជ័យទៅតាមព្រះវិហារគឺយើងឃើញថាភាគច្រើនគេដាំស្វាយមានស្វាយចន្ទីមានចេកមានកស៊ូឡានដែលខ្ញុំជិះនេះគឺជាប្រភេទឡានអគ្គិសនីរបស់ក្រុមហ៊ុនវរៈបន្ថាំបើយើងគិតតម្លៃទៅឡាននេះគឺធូរថ្លៃដែរប្រហែល8រៀលពីភ្នំពេញមកបាត់ដំបងសម្រាប់ឡានអគ្គិសនីនេះខ្ញុំសួរបងតកងឡានគាត់ថាសាក់ម្ដងជីបាន250គីឡូចឹងដល់ពេលដែលយើងបើកមកដល់ពោធិ៍សាត់គឺយើងឈប់នៅបេនដើម្បីឈប់ញ៉ាំបាយហើយនឹងសាក់ថ្មឡានផងដែរមកបងប្អូនទាំងគ្នាញ៉ាំបាយជាមួយខ្ញុំឥឡូវគឺខ្ញុំញ៉ាំបាយហើយក៏ជិះឡានបន្តទៅបាត់ដំបងហើយឥឡូវគឺខ្ញុំបានមកដល់បាត់ដំបងហើយនេះគឺជាបេះដូងរបស់ខ្ញុំជាចុងក្រោយខ្ញុំសូមអរគុណបងប្អូនទាំងគ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំឥឡូវនេះគឺខ្ញុំនឹងកំពុងតែរៀបចំញ៉ាំអីសិនបងប្អូនទាំងគ្នាថាប្រងថតក្នុងផ្នែកបាយចូលមកហើយថតវីដេអូតែមិនសម្រាប់អត់ទេចាំប្រើ